គោលប្រតិបត្តិស័ក្តិសិទ្ធិថ្ងៃទី4សុខភាពគឺជាវត្ថុដ៏មានតម្លៃបំផុតក្នុងជីវិតតែយើងមិនផ្ដល់ភាពសំខាន់ដល់សុខភាពទេហើយពួកយើងភាគច្រើនគិតដល់សុខភាពតែពេលឈឺប៉ុណ្ណោះក្រោយមកទើបដឹងថាបើសុខភាពមិនល្អប្រៀបដូចជាគ្មានអ្វីទាំងអស់សុភាសិតអ៊ីតាលីមួយនិយាយការពិតអំពីសុខភាពរបស់យើងថាអ្នកមានសុខភាពល្អគឺជាអ្នកមានទោះបីគេមិនដឹងខ្លួនក៏ដោយយើងកម្រគិតពីរឿងសុខភាពណាស់នៅពេលយើងសុខសប្បាយអ្នកនឹងយល់ការពិតអំពីសម្ដីនេះនៅពេលអ្នកមានបញ្ហាបន្តិចបន្តួចដូចជាផ្ដាសាយឬគ្រុនហើយបង្ខំសម្រាកនៅលើគ្រែនៅពេលមិនស្រួលខ្លួនអ្វីៗដែលអ្នកត្រូវការបំផុតគឺសូមឲ្យមានសុខភាពល្អអារម្មណ៍ល្អឡើងវិញគ្មានអ្វីសំខាន់ជាងសូមឲ្យសុខភាពល្អរបស់អ្នកវិលមកវិញឡើយសុខភាពគឺពរប្រទានសម្រាប់ជីវិតវាជាអ្វីដែលអ្នកត្រូវទទួលបាននិងទទួលបានជាបន្តបន្ទាប់រៀងរាល់ថ្ងៃលើសពីអ្វីដែលយើងត្រូវធ្វើដើម្បីមានសុខភាពល្អនោះគឺយើងត្រូវដឹងគុណដល់សុខភាពរបស់យើងដើម្បីទទួលបានសុខភាពដែលកាន់តែល្អប្រសើរជាបន្តបន្ទាប់ចូរចងចាំថាអ្នកដែលដឹងគុណសុខភាពបានច្រើននឹងទទួលបានសុខភាពកាន់តែល្អប្រសើរលើសលប់អ្នកដែលដឹងគុណសុខភាពតិចតួចនឹងត្រូវរឹបអូសទៅវិញដើម្បីតែវត្ថុបន្តិចបន្តួចដែលខ្លួនមានអ្នកប្រហែលធ្លាប់ស្គាល់មនុស្សដែលខំថែរក្សាសុខភាពតែសុខភាពនៅតែអាក្រក់ដដែលការផ្ដល់អំណរអគុណចំពោះសុខភាពដើម្បីឲ្យបានទទួលសុខភាពល្អប្រសើរគឺជារឿងសំខាន់ណាស់ពេលអ្នកដឹងគុណចំពោះសុខភាពវាមិនត្រឹមតែរក្សាសុខភាពបច្ចុប្បន្នរបស់អ្នកឲ្យនៅល្អនោះទេតែទន្ទឹមគ្នានេះអ្នកក៏កំពុងបង្កើតភាពស័ក្តិសិទ្ធិឲ្យធ្វើការដើម្បីបង្កើនសុខភាពល្អដល់អ្នកក៏នឹងចាប់ផ្ដើមឃើញភាពល្អប្រសើរចំពោះសុខភាពរបស់អ្នកកាន់តែច្បាស់អាការៈបន្តិចបន្តួចដូចជាកើតអាចរុយស្នាមដំបៅឬស្នាមអ្វីក៏ដោយក៏នឹងចាប់ផ្ដើមរលាយបាត់យ៉ាងស័ក្តិសិទ្ធិអ្នកនឹងសង្កេតឃើញអំពីថាមពលនៃភាពស្រស់បំព្រងនិងសេចក្តីសុខដែលកាន់តែកើនឡើងយ៉ាងច្បាស់លាស់តាមដែលអ្នកនឹងបានរៀនគោលប្រតិបត្តិបន្តពីនេះរហូតដល់គោលប្រតិបត្តិនៃការដឹងគុណប្រចាំថ្ងៃដើម្បីសុខភាពរបស់អ្នកបង្កើនប្រសិទ្ធភាពកសែភ្នែកការស្ដាប់ឮនិងវិញ្ញាណទាំងអស់របស់អ្នកឲ្យកាន់តែល្អប្រសើរឡើងព្រមៗគ្នានៅរាល់នាទីនៃរាងកាយអ្វីទាំងនេះកើតឡើងដូចគេជប់ការដឹងគុណគឺជាវ៉ាក់សាំងជាធាតុប្រឆាំងជាតិពុលនិងជាថ្នាំសម្លាប់មេរោគអ្នកដឹងគុណចំពោះសុខភាពដល់កម្រិតណាសុខភាពរបស់អ្នកនឹងកើនឡើងយ៉ាងអស្ចារ្យដល់កម្រិតនោះដែរចំណែកភាពរមើលគុណវិញបើវាមានកម្រិតណាសុខភាពរបស់អ្នកក៏នឹងទ្រុឌទ្រោមដល់កម្រិតនោះដែរការមានជីវិតរស់នៅក្នុងស្ថានភាពសុខភាពទ្រុឌទ្រោមមានន័យថាថាមពលការមានជីវិតស្រស់បំព្រងប្រព័ន្ធការពារខ្លួនប្រាណគំនិតពិចារណានិងគ្រប់តួនាទីរបស់ផ្លូវកាយនិងផ្លូវចិត្តត្រូវចុះខ្សោយការដឹងគុណចំពោះសុខភាពធានាថាអ្នកនឹងមានសុខភាពកាន់តែល្អប្រសើរហើយក្នុងពេលតែមួយវាក៏លុបបំបាត់ភាពតានតឹងលើរាងកាយនិងចិត្តគំនិតរបស់អ្នកផងដែរការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្របង្ហាញឲ្យឃើញថាភាពតានតឹងគឺជាឫសគល់នៃជំងឺទាំងឡាយទាំងពួងការសិក្សានោះថែមទាំងបង្ហាញទៀតថាអ្នកដែលអនុវត្តដោយការដឹងគុណគឺជាសះស្បើយលឿនជាងនិងទំនងជាមានជីវិតរស់នៅយូរជាងដល់7ឆ្នាំអ្នកអាចមើលសភាពសុខភាពអ្នកក្នុងពេលនេះបានថាតើអ្នកដឹងគុណចំពោះសុខភាពដល់កម្រិតណាអ្នកគួរតែរំភើបជារៀងរាល់ថ្ងៃបើអ្នកមានអារម្មណ៍តានតឹងមានអារម្មណ៍ដូចជាប្រើការព្យាយាមជាខ្លាំងទើបជីវិតឈានទៅមុខឬបើអ្នកគ្មានអារម្មណ៍ក្មេងជាងវ័យទេមានន័យថាអ្នកកំពុងស្ថិតក្នុងស្ថានភាពសុខភាពចុះទ្រុឌទ្រោមហើយមូលហេតុសំខាន់ម្យ៉ាងក្នុងការបាត់បង់ភាពមានជីវិតរស់រវើកគឺខ្វះការដឹងគុណប៉ុន្តែអ្វីៗទាំងនេះកំពុងតែផ្លាស់ប្ដូរហើយព្រោះអ្នកកំពុងតែប្រើថាមពលស័ក្តិសិទ្ធិនៃការដឹងគុណដើម្បីសុខភាពផ្លូវកាយរបស់អ្នកនោះឯងគោលប្រតិបត្តិស័ក្តិសិទ្ធិចាប់ផ្ដើមដោយការស្ដាប់កថាខណ្ឌខាងក្រោមអំពីសុខភាពផ្លូវកាយរបស់អ្នកក្រោយពីអ្នកស្ដាប់ស្ដីពីផ្នែកផ្សេងៗនៃរាងកាយអ្នកហើយចូលបិទភ្នែកបន្ទិញអក្សរដែលអ្នកស្ដាប់ក្នុងចិត្តហើយប្រើអារម្មណ៍ដឹងគុណចំពោះផ្នែកទាំងនោះនៃរាងកាយឲ្យច្រើនបំផុតតាមដែលអាចធ្វើបានចងចាំថាពេលអ្នកគិតដល់ហេតុផលថាហេតុអ្វីទើបអ្នកត្រូវដឹងគុណនោះវានឹងជួយឲ្យអ្នកមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងបើអ្នកមានអារម្មណ៍ជ្រាលជ្រៅប៉ុណ្ណាអ្នកនឹងមានអារម្មណ៍ដឹងនឹងឃើញអំពីផលដែលកើតឡើងដល់រាងកាយយ៉ាងមហស្ចារ្យកាន់តែលឿនប៉ុណ្ណោះដែរចូលគិតដល់ជើងនិងបាតជើងទាំងពីររបស់អ្នកវាគឺជាអវយវៈដ៏សំខាន់ដែលជួយឲ្យអ្នកទៅណាមកណាក៏បានក្នុងជីវិតនេះគិតដល់រឿងគ្រប់យ៉ាងដែលអ្នកប្រើជើងឲ្យធ្វើការដូចជាទ្រខ្លួនឈរអង្គុយហាត់ប្រាណរំរែក
ឡើងចិនដើរបើកឡាននិងលើសពីអ្វីទាំងអស់គឺបាតដេហានៃការដើរជើងនិងបាតជើងរបស់អ្នកធ្វើឲ្យអ្នកបានដើរជុំវិញផ្ទះទៅបន្ទប់ទឹកទៅផ្ទះបាយដើម្បីយកភេសជ្ជៈនិងឡើងឡានជើងនិងបាតជើងរបស់អ្នកជួយឲ្យអ្នកបានដើរជុំវិញហាងទំនិញផ្សេងៗដើរតាមផ្លូវដើរទៅអាកាសយានដ្ឋាននិងដើរតាមឆ្នេរសមុទ្រសមត្ថភាពក្នុងការដើរគឺផ្ដល់ឲ្យយើងនូវសេរីភាពដើម្បីរីករាយនឹងជីវិតចូលនិយាយថាអរគុណជើងនិងបាតជើងទាំងពីររបស់ខ្ញុំហើយត្រូវមានចិត្តឲ្យពិតប្រាកដដូចអ្វីដែលយើងបាននិយាយនោះចូលគិតដល់ដៃនិងបាតដៃទាំងពីររបស់អ្នកថាតើមានអ្វីខ្លះដែលអ្នកអាចចាប់កាន់បានក្នុងមួយថ្ងៃបាតដៃរបស់អ្នកគឺជាឧបករណ៍ដ៏សំខាន់នៃជីវិតយើងប្រើវាពេញមួយថ្ងៃគ្មានពេលឈប់និងជារៀងរាល់ថ្ងៃដៃរបស់អ្នកធ្វើឲ្យអ្នកបានសរសេរអក្សរញ៉ាំអាហារប្រើទូរស័ព្ទប្រើកុំព្យូទ័រងូតទឹកតែងខ្លួនប្រើបន្ទប់ទឹកចាប់វត្ថុផ្សេងកាន់និងធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្លួនអ្នកបើអ្នកមិនប្រើដៃទេអ្នកប្រហែលជាត្រូវពឹងអ្នកដទៃឲ្យជួយអ្នកធ្វើនេះធ្វើនោះមិនខានដូច្នេះចូលនិយាយថាអរគុណដៃបាតដៃនិងម្រាមដៃរបស់ខ្ញុំចូលគិតដល់វិញ្ញាណដ៏គួរឲ្យស្ងើចរបស់អ្នកជីវហាវិញ្ញាណជួយឲ្យអ្នករីករាយជាខ្លាំងនៅពេលអ្នកបានញ៉ាំអាហារនិងផឹកក្នុងមួយថ្ងៃអ្នកនឹងច្បាស់ណាស់ថានៅពេលផ្ដាសាយអ្នកនឹងបាត់បង់ជីវហាវិញ្ញាណព្រមទាំងសេចក្តីសុខក្នុងការញ៉ាំអាហារនិងការផឹកផងដែរដែលធ្វើឲ្យអ្នកមិនដឹងរសជាតិនៃអាហារនិងភេសជ្ជៈឡើយចូលនិយាយថាអរគុណជីវហាវិញ្ញាណដ៏គួរឲ្យស្ងើចរបស់ខ្ញុំខៀនវិញ្ញាណធ្វើឲ្យអ្នកដឹងក្លិនក្រអូបឈ្ងុយឈ្ងប់នៃជីវិតផ្សេងដូចជាក្លិនផ្កាក្លិនទឹកអប់កម្រាលពូកល្អស្អាតអាហារដែលកំពុងធ្វើក្តៅភ្លើងដែលកំពុងឆេះសន្ធោសន្ធៅនៅក្នុងយប់ត្រជាក់អាកាសធាតុនៅរដូវក្តៅស្មៅដែលទើបនឹងកាត់ថ្មីក្លិនដីក្រោយភ្លៀងធ្លាក់ចូលនិយាយថាអរគុណខៀនវិញ្ញាណដ៏អស្ចារ្យរបស់ខ្ញុំបើអ្នកគ្មានកាយវិញ្ញាណទេអ្នកគ្មានថ្ងៃញែកដឹងអំពីក្តៅត្រជាក់រឹងទន់ឬរាបឡើយហើយអ្នកក៏នឹងមិនអាចដឹងពីវត្ថុផ្សេងឬសម្ដែងការស្រឡាញ់ការទទួលសេចក្តីស្រឡាញ់ខាងរាងកាយបានដែរកាយវិញ្ញាណធ្វើឲ្យអ្នកអាចប៉ះពាល់ឬអោបមនុស្សដែលអ្នកស្រឡាញ់យ៉ាងកក់ក្ដៅធ្វើឲ្យប៉ះត្រូវនិងដឹងពីដៃរបស់មនុស្សម្នាក់ទៀតនេះគឺជារឿងដែលមានតម្លៃបំផុតក្នុងជីវិតចូលនិយាយថាអរគុណកាយវិញ្ញាណដ៏មានតម្លៃរបស់ខ្ញុំចូលគិតដល់បដិហារនៃកែវភ្នែកដែលធ្វើឲ្យអ្នកឃើញមនុស្សដែលអ្នកស្រឡាញ់និងមិត្តភក្តិអ្នកអាចអានសៀវភៅកាសែតនិងអ៊ីមែលមើលទូរទស្សន៍និងមើលឃើញសម្រស់ដ៏ស្រស់បំព្រងរបស់ធម្មជាតិនិងអ្វីដែលសំខាន់បំផុតនោះគឺមើលឃើញផ្លូវមួយជីវិតរបស់អ្នកគ្រាន់តែបិទភ្នែកមួយសន្ទុះនិងព្យាយាមធ្វើអ្វីដែលអ្នកធ្លាប់ធ្វើនោះអ្នកនឹងរំភើបចំពោះកែវភ្នែករបស់ខ្លួនឯងចូលនិយាយថាអរគុណកែវភ្នែកដែលធ្វើឲ្យខ្ញុំមើលឃើញអ្វីគ្រប់យ៉ាងចូលគិតដល់ត្រចៀករបស់អ្នកដែលធ្វើឲ្យអ្នកបានឮសំឡេងខ្លួនឯងនិងអ្នកដទៃនិងធ្វើឲ្យអ្នកជជែកជាមួយអ្នកណាម្នាក់បានបើគ្មានត្រចៀកនិងសោតវិញ្ញាណទេអ្នកនឹងមិនអាចប្រើទូរស័ព្ទស្ដាប់តន្ត្រីស្ដាប់វិទ្យុស្ដាប់ឮមនុស្សដែលអ្នកស្រឡាញ់និយាយឬស្ដាប់ឮគ្រប់សំឡេងក្នុងលោកបានឡើយចូលនិយាយថាអរគុណចំពោះការបានឮរបស់ខ្ញុំដើម្បីប្រើវិញ្ញាណណាមួយរបស់អ្នកវានឹងមិនអាចទៅរួចបានឡើយបើអ្នកមិនមានខួរក្បាលសម្រាប់វិតម្លៃទិន្នន័យច្រើនជាង1លានក្នុង1វិនាទីឆ្លងកាត់ផ្លូវវិញ្ញាណគ្រប់ផ្នែករបស់អ្នកដោយសារតែខួរក្បាលរបស់អ្នកទើបធ្វើឲ្យអ្នកអាចទទួលដឹងនិងជួបហេតុការណ៍ផ្សេងក្នុងជីវិតហើយពុំទាន់មានបច្ចេកវិទ្យាកុំព្យូទ័រណាមួយក្នុងលោកអាចជំនួសវាបានឡើយចូលនិយាយថាអរគុណខួរក្បាលនិងចិត្តគំនិតដ៏អស្ចារ្យរបស់ខ្ញុំចូលគិតដល់កោសិការាប់លានដែលកំពុងធ្វើការដោយគ្មានពេលយប់សម្រាកមួយថ្ងៃ24ម៉ោងមួយសប្តាហ៍7ថ្ងៃដើម្បីសុខភាពរាងកាយនិងជីវិតរបស់អ្នកចូលនិយាយថាអរគុណកោសិកាចូលគិតដល់អវយវៈដែលជួយចិញ្ចឹមជីវិតរបស់អ្នកដែលកំពុងច្រោះនិងធ្វើការសម្អាតនិងធ្វើការគ្រប់យ៉ាងក្នុងរាងកាយឲ្យថ្មីជាបន្តបន្ទាប់និងគិតដល់ការពិតដែលថាអវយវៈរបស់អ្នកទាំងអស់សុទ្ធតែធ្វើទូនាទីដោយស្វ័យប្រវត្តិដោយគ្មានការបញ្ជាពីអ្នកទោះបីអ្នកបានត្រឹមតែដឹងអំពីវាចូលនិយាយថាអរគុណអវយវៈទាំងអស់ដែលធ្វើការយ៉ាងល្អបំផុតប៉ុន្តែអ្វីដែលអស្ចារ្យជាងវិញ្ញាណប្រព័ន្ធទូនាទី
ឬអវយវៈផ្សេងៗក្នុងរាងកាយទៀតនោះគឺបេះដូងរបស់អ្នកបេះដូងគ្រប់គ្រងអវយវៈផ្សេងៗគ្រប់ផ្នែកព្រោះបេះដូងជាអ្នកទ្រទ្រង់ជីវិតឲ្យមានចរន្តវិលចុះឡើងទៅគ្រប់ប្រព័ន្ធក្នុងរាងកាយរបស់អ្នកចូលនិយាយថាអរគុណបេះដូងដែលរឹងមាំនិងមានសុខភាពល្អរបស់ខ្ញុំបន្ទាប់មកចូលចាប់ក្រដាសមួយសន្លឹកហើយសរសេរអក្សរធំៗថាគឺដោយពរប្រទានសុខភាពនេះឯងដែលធ្វើឲ្យខ្ញុំរស់រានមានជីវិតយកក្រដាសទៅជាមួយអ្នកក្នុងថ្ងៃនេះដាក់វានៅកន្លែងដែលយើងងាយនឹងមើលឃើញច្បាស់បើអ្នកធ្វើការនៅក្នុងការិយាល័យចូលដាក់វានៅខាងមុខអ្នកបើអ្នកជាអ្នកបើកឡានចូលដាក់វានៅខាងមុខកន្លែងបើកបើអ្នកតែងតែនៅផ្ទះអ្នកអាចដាក់វានៅកន្លែងលាងដៃឬក្បែរទូរស័ព្ទរបស់អ្នកគឺរកកន្លែងណាដែលអ្នកអាចមើលឃើញសារនេះញឹកញាប់បំផុតថ្ងៃនេះចូលប្រើពេល4ខុសពីគ្នាពេលឃើញសេចក្តីនេះចូលស្ដាប់យឺតម្ដងមួយពាក្យហើយនឹកគុណដល់ការប្រទានពរសុខភាពឲ្យច្រើនបំផុតតាមដែលអ្នកអាចធ្វើទៅបានការដឹងគុណចំពោះពរប្រទានសុខភាពគឺជាបច្ច័យជួយថែរក្សាសុខភាពរបស់អ្នកហើយធានាថាវានឹងធ្វើឲ្យសុខភាពរបស់អ្នកកាន់តែល្អប្រសើរឡើងដោយបង្កើនកម្លាំងពលំនិងភាពក្លៀវក្លាដល់ជីវិតប្រសិនបើយើងប្រើការដឹងគុណរួមផ្សំនឹងការព្យាបាលផ្នែកពេទ្យតាមធម្មតាយើងនឹងឃើញការផ្លាស់ប្ដូរផ្នែកសុខភាពអត្រាការព្យាសះស្បើយព្រមទាំងភាពស័ក្តិសិទ្ធិផ្សេងៗដែលយើងមិនធ្លាប់ជួបពីមុនមក